សួរលោកគ្រូខ្ញុំបាទឈ្មោះមីវ៉ាន់តូវីតាមកអានសង្ខេបអត្ថបទដែលលោកគ្រូបានដាក់ឲ្យបាទអញ្ចឹងនិយាយពីចំណុចទី1សេចក្តីផ្ដើមការវិនិច្ឆ័យដែលអាចទុកចិត្តបានចាប់ផ្ដើមជាមួយនឹងការពណ៌នាច្បាស់នៅសម្ភារសិក្សារំពឹងទុករបស់សិស្សសម្ភារដែលអាចដែលចង់បាននេះជាលទ្ធផលពីការសិក្សារបស់សិស្សប្រយោគច្បាស់នៃលទ្ធផលរំពឹងទុកគោលបំណងវត្ថុស្តង់ដារឬអ្វីដែលសិស្សគួរដឹងនិងអាចធ្វើបានចេញពីចំណេះដឹងបាទចំណុចទី1.1អំពីការពិនិត្យឡើងវិញនៅឥទ្ធិពលដែលជះលើការសិក្សារបស់សិស្សនិងវាតម្លៃអ្នកផលិតគោលនយោបាយយល់ច្បាស់ហើយថាដើម្បីទទួលបានជោគជ័យនៅសាកលវិទ្យាល័យនិងកន្លែងធ្វើការពលសិស្សត្រូវ1ចំណុចទី1ត្រៀមខ្លួនជាស្រេចសម្រាប់បំណិនផ្សេងចំណុចមួយទៀតចរិយាសម្បទាលើសពីចំណេះដឹងឯកទេសតើពាក្យកន្លឹះទាំង3ខុសគ្នាឬផ្ដេចគោលដៅអប់រំគោលដៅអប់រំ education goal សំgoal វត្ថុបំណងអប់រំ educational object អញ្ចឹងចូលដល់ 1.2 លទ្ធផលសិក្សាលក្ខណៈវិនិច្ឆ័យត្រូវបានប្រើប្រាស់ជ្រើសរើសសម្ភារៈឧបទេស2ពង្រៀនគ្រោងខ្លឹមសារនិង3អភិវឌ្ឍដំណើរការបង្រៀននិងរៀន4រៀបចំតេស្តនិងការប្រឡងចូលដល់ចំណុច 1.3 គោលបំណងអប់រំគោលបំណងការអប់រំ educational goal ចឹងគោលបំណងការអប់រំគឺជាប្រយោគទូទៅអំពីលទ្ធផលសិក្សារបស់សិស្សដែលចង់បានក្រោយរៀនចប់តាមកម្រិតសិក្សានេះជាឧទាហរណ៍ខ្លះៗនៃគោលបំណងអប់រំយល់ដឹងនិងឲ្យតម្លៃចំណេះដឹងវិទ្យាសាស្ត្ររៀនគិតនិងសិក្សាដោយឯករាជ្យក្លាយជាពលរដ្ឋល្អលើកកម្ពស់បំណិនទំនាក់ទំនងជាដើមចំណុច 1.4 ស្តង់ដារជាប្រយោគអំពីអ្វីសិស្សគួរដឹងនិងគួរធ្វើបានក្នុងខ្លឹមសារមេរៀនតាមកម្រិតថ្នាក់នេះជាឧទាហរណ៍ខ្លះនៃការសរសេរលទ្ធផលស្តង់ដារ1សិស្សនឹងបង្ហាញការយល់នៃរដ្ឋធម្មនុញ្ញ2សិស្សពន្យល់ដោយការសរសេរពីកថាខណ្ឌស្ដីពីអ្វីដែលអាចធ្វើឲ្យវត្ថុលិចឬអណ្ដែត3សិស្សអនុវត្តចំណេះដឹងនៅទំនាក់ទំនងពាក្យ4សិស្សនឹងស្វែងយល់ថាតើវត្ថុអាចក្លាយជាដុំម៉ាស់វត្ថុរាវស្នាជាដើមបាទចូលដល់ចំណុច 1.5 វត្ថុបំណងការអប់រំ educational object ប្រយោគនៃការអនុវត្តជាក់ស្ដែងដែលគួរត្រូវបានបង្ហាញនឹងនៅចុងមេរៀននីមួយៗវត្ថុបំណងការអប់រំនោះមានន័យថាដូចវត្ថុបំណងការបង្រៀនហើយសំដៅទៅលើលទ្ធផលសិក្សារបស់សិស្សដែលចង់បានខាងក្រោមនេះជាលទ្ធផលស្ដែងអំពីអាកប្បកិរិយាជាក់លាក់ចំណុច1សង្ខេបគំនិតសំខាន់នៃអត្ថបទអានចំណុចមួយទៀតសរសេរចំណងជើងនៃអត្ថបទអានចំណុចមួយទៀតពន្យល់ដំណើរការរស្មីសំយោគជាដើមចូលដល់ 1.6 តើវត្ថុបំណងការបង្រៀនជាអ្វីវត្ថុបំណងការបង្រៀនគឺជាលទ្ធផលសិក្សារំពឹងទុកឬជាសមត្ថភាពរបស់អ្នកសិក្សាដែលទទួលបានពីការបង្រៀនហើយត្រូវបានបញ្ជាក់នៅក្នុងវិធីមួយដែលអាចសង្កេតនិងវាស់វែងបានមួយទៀតចំណុច 1.7 ការវិតម្លៃដែលមានចម្លើយតែមួយជាក់លាក់ជាអ្វីការវិតម្លៃដែលមានចម្លើយតែមួយជាក់លាក់
learning objective assessment គឺជាមធ្យោបាយនៃការវាស់វែងដោយប្រើទំនួលសំណួរច្រើនឬ test នៅលទ្ធផលរំពឹងទុកពីសមត្ថភាពរបស់អ្នកសិក្សាទម្រង់សំណួររួមមានចន្លោះបំពេញចន្លោះសំណួរពហុជម្រើសសំណួរខុសត្រូវនិងសំណួរគូកងឡាចំណុចទី2ប្រភេទការវិតម្លៃក្នុងថ្នាក់រៀនការវិតម្លៃក្នុងថ្នាក់រៀនមានសំណួរបែបជ្រើសរើសសំណួរពហុជ្រើសរើសចម្លើយកខកឬខចំនួនសំណួរជ្រើសរើសចេញពីចម្លើយត្រូវឬខុសប៉ាតឬទេពិតឬមិនពិតសំណួរជ្រើសរើសបែបគូកងសំណួរជ្រើសរើសតាមបែបបច្ចេកវិទ្យាសំណួរបែបខ្លីៗបំពេញចម្លើយខ្លីបំពេញចន្លោះដាក់បំពេញពាក្យឬលើរូបភាពបែបបង្ហាញចម្លើយបំពេញកិច្ចការបែបបង្ហាញ performance test ពលកម្មស្នាដៃពលកម្មឬស្នាដៃការសរសេរគម្រោងការតែងកំណាព្យផលប័ត្រវីដេអូឃ្លីបបំណិន skill ការថ្លែងសន្ទរកថាការបង្ហាញការអានរឿងល្ខោនការជជែកភាសាវិញ្ញាណការបង្ហាញបែបតន្ត្រីការសួរផ្ទាល់មាត់ការសួរសំណួរមិនមិត្តផ្លូវការការប្រឡងផ្ទាល់មាត់ការសម្ភាសការគិតរបស់គ្រូបែបផ្លូវការបែបមិនផ្លូវការ3ការវិតម្លៃក្នុងថ្នាក់រៀនតដែលសិស្សវិតម្លៃរបស់សិស្សសៀបទងមតិអេរិយាបថកម្រងសំណួរការកំណត់អត្រាបន្ទុកផលប័ត្រស្វ័យឆ្លុំបញ្ចាំងវិតម្លៃមិត្តភក្តិបាទចូលដល់ចំណុចទី4 Bloom taxonomy ផ្នែកវិធីវត្ថុបំណងសិក្សាហ្គេមស្មើនឹងសិលឹកឯកាតើកិរិយាសព្ទខាងក្រោមស្ថិតនៅក្នុងកម្រិតមួយណារំលឹកកម្រិតរបស់ Bloom មាន1956ដល់2001គំរូសំណួរតាម taxonomy ថ្មីការគិតកម្រិតទាបទី1កម្រិតចាំ2កម្រិតយល់1កម្រិតចាំ2កម្រិតយល់3កម្រិតអនុវត្តគំរូសំណួរតាម taxonomy ថ្មីការគិតកម្រិតខ្ពស់ឬស៊ីជម្រៅទី4កម្រិតវិភាគ5កម្រិតវិតម្លៃ6កម្រិតបង្កើតថ្មី2លទ្ធផលរំពឹងទុកក្នុងការសិក្សាមួយពេលរយៈពេលខ្លីជាប្រយោគនៃការស្ដែងចេញឬអនុវត្តរបស់សិស្សសម្រាប់លទ្ធផលសិក្សារំពឹងទុករបស់សិស្សក្នុងពេលសិក្សាឬ2-3ថ្ងៃសមត្ថភាពនៃលទ្ធផលសិក្សារំពឹងទុកក្នុងពេលសិក្សាចំណេះដឹងការយល់និងការអនុវត្តចំណេះដឹងនិងការយល់ការកំណត់វិនិច្ឆ័យលើការអនុវត្តចំណេះដឹងនិងការយល់ 2.1 លក្ខណៈវិនិច្ឆ័យសមាសភាពសំខាន់នៃលក្ខណៈវិនិច្ឆ័យគឺជាការកំណត់ការវិនិច្ឆ័យដោយគ្រូបង្រៀនលើការអនុវត្តចំណេះដឹងនិងការយល់របស់សិស្សច្បាស់ចំពោះអ្នកដទៃក្រុម3ប្រភេទនៃលទ្ធផលសិក្សារំពឹងទុកបែបពុទ្ធិ 3.1 ចំណេះដឹងការចងចាំអ្វីមួយដែលសិស្សស្គាល់ឬចាំការពិតនិយមន័យពាក្យគន្លឹះបញ្ញត្តិដំណើរការគោលការណ៍និងព័ត៌មានផ្សេងទៀត 3.2 ការយល់ការផ្ដល់ហេតុផលប្រភេទនៃការ
เพศในหลักพอศึกษารวมปังแบบพุทธิចំណុច3.2ការយល់មាន2ប្រភេទការយល់ធម្មតានិងការយល់ស៊ីជម្រៅទី1ការយល់ធម្មតាស្ដែងចេញតាមរយៈកូនសិស្សសង្ខេបការយល់ដោយប្រើពាក្យខ្លួននិងប្រើប្រាស់ជំហានដើម្បីដោះស្រាយការអនុវត្តទី2ការយល់បែបស៊ីជម្រៅមានន័យថាកូនសិស្សដឹងពីចំណុចអ្វីមួយការយល់បែបស៊ីជម្រៅអាចមានន័យថាកូនសិស្សដឹងពីចំណុចសំខាន់អ្វីមួយកូនសិស្សអាចគិតអំពីការប្រើប្រាស់ចំណេះដឹងក្នុងរបៀបថ្មីឬតាមរបៀបស្មុគស្មាញកូនសិស្សអាចចាប់យកគំនិតថ្មីនិងសារៈប្រយោជន៍នៃអ្វីមួយកូនសិស្សអាចរកឃើញនិងបកស្រាយទំនាក់ទំនងថ្មីកសាងការពន្យល់ស៊ីជម្រៅនិងផ្ដល់ហេតុផលជាមួយការយល់ដឹងរបស់ពួកគេ 3.3 ការផ្ដល់ហេតុផល reasoning ការផ្ដល់ហេតុផលជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ខួរក្បាលដោយទាញយកចំណេះដឹងមកប្រើដើម្បីសម្រេចកិច្ចការដោះស្រាយបញ្ហាសម្រេចចិត្តការទាញសន្និដ្ឋានការគិតប្រកបដោយភាពច្នៃប្រឌិតការគិតប្រកបដោយវិចារណញ្ញាណការកំណត់សមត្ថកម្មការធ្វើទូទៅកម្មដើម្បីធ្វើកិច្ចការខាងលើនេះតម្រូវឲ្យមានធាតុ2ប្រសិនបំណិនប្រើប្រាស់ខួរក្បាលនិងចំណេះដឹងបែបអះអាងនិងដំណើរការ4លក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសលទ្ធផលសិក្សារំពឹងទុកមួយពេលសិក្សាបង្កើតឲ្យ establish 1មានចំនួនសមស្រប2សរសេរស្រួលយល់3បន្ស៊ីគ្នាជាមួយគោលដៅសិក្សាស្ថាប័នបំណិនសតវត្សទី21ជំរុញការប្រឈមតែសិស្សអាចធ្វើវាបាន5 LTS បន្ស៊ីគ្នាជាមួយទ្រឹស្ដីគោលការណ៍បង្រៀននិងរៀននិងជំរុញទឹកចិត្តសិស្សសរុបសំណួរកម្រិតលំបាកឬការគិតកម្រិតខ្ពស់សំណួរកម្រិតមធ្យមការគិតធម្មតានិងខ្ពស់សំណួរកម្រិតងាយឬការគិតធម្មតាសូមអរគុណបាទគ្រូវីដេអូសង្ខេបឬក៏អានតែគ្រូឲ្យអានសូមចប់តែប៉ុណ្ណេះបាទអរគុណលោកគ្រូ